បាទជាប្រធានក្រុមគ្រប់ហើយនឹងជំនួសសួរបងប្អូនថ្ងៃនេះបានមកដល់ airport នៅឯពលានថ្មីរបស់ពលានថ្មីមរតកតេជោបាទនៅយ៉ាងដែរបាទហើយកាលពីបើកសម្ពោធដំបូងខ្ញុំបានក៏បានមកដល់ពលាន airport ថ្មីនេះផងដែរហើយថ្ងៃនេះខ្ញុំបានចូលមកជាលើកទី2ហើយបាទចូលមកលើកទី2ហើយនៅក្នុងពលានថ្មីនេះបងប្អូនដោយសារថ្ងៃនេះជូនមេស្រីគេមកឡើងជើងមកហើហើយសម្រាប់ខ្ញុំមិនបានដំណើរទេព្រោះស្អែកនេះត្រូវដល់ថ្ងៃចូលកន្លែងហើយដល់ថ្ងៃដល់កាត់ហើយបងប្អូនអញ្ចឹងថ្ងៃនេះជូនមេស្រីមកដើម្បីឡើងជើងមកហើហើយមេស្រីកំពុងតែ check in បាទកំពុង check in នៅខាងនោះនៅបន្ទាប់ពីគាត់ check in ហើយក្រុមការងាររបស់គាត់នឹងបាទក្រុមការងាររបស់គាត់នឹងដើរមកខាងនេះដើម្បីថតរូបឬក៏បិទរូបទុកជាអនុស្សាវរីយ៍ដែលគាត់បានឡើងជើងហើរនៅមរតកតេជោសែនបាទនេះគាត់កំពុងតែរងចាំ check in បាទបងប្អូនក៏សូមជម្រាបផងដែរគឺមនុស្សច្រើនគួរសមហើយពលានមរតកតេជោថ្មីនេះគឺធំណាស់បងប្អូនហើយខានមានចង់និយាយថាមានផាសុកភាពខ្លាំងតែម្ដងទាំងនិយាយទៅគឺមានផាសុកភាពតែម្ដងហើយនេះមេស្រីត្រៀមនឹងឡើងហើយកំពុងរងចាំក្រុមការងាររបស់គាត់ចូលទៅ check in អូយគួយចំlạiថ្ងៃទៀតអញ្ចឹងវាមិនចាំងអញ្ចឹងវាមិនច្បាស់បងឃើញថាពលានមរតកតេជោសែនថ្មីនេះគឺធំមែនទែនបាទនេះជាន់ទី2បងប្អូនជាន់ទី2ធំណាស់បងប្អូនមនុស្សបានរាប់មើលរាប់សែនអ្នកបងប្អូនអាចទស្សនាមើលទិដ្ឋភាពទាំងស្រុងនៅក្នុងប្រលានថ្មីរបស់ប្រលានថ្មីមរតកដែលមានឈ្មោះថាមរតកតេជោទាំងអស់គ្នាបងប្អូននៅជាន់ទី2បងប្អូនមានព្រះអង្គធំបាទគឺមានព្រះអង្គធំគឺរូបព្រះពុទ្ធបដិមាធំនៅចំកណ្ដាលនៃប្រលានតែម្ដងបងប្អូន先看一下，看一下。អាចមើលនៅខាងក្រៅបានឥឡូវនេះខ្ញុំកំពុងតែដើរចេញមកខាងក្រៅបងប្អូនស្អាតណាស់បងប្អូនស្អាតមែនទេតែម្ដងកំពុងតែដើរចេញមកខាងក្រៅ
ទីឃ្លាធំទលាយមែនទែនបងប្អូនហើយបន្ទប់ទឹកច្រើនហើយស្អាតអនាម័យមានផាសុខភាពតែម្ដងហើយបងប្អូនឃើញនេះគឺជាកន្លែងដែលផ្លូវឬក៏ច្រកដែលយើងចូលដើរមកគឺអត់មានប៉ះកម្ដៅថ្ងៃទេបងប្អូនមានផ្លូវចេញនិងផ្លូវចូលបងប្អូនឃើញសងខាងផ្លូវចូលផ្លូវចេញបាទបងប្អូនហើយមានទឹកនៅខាងក្រោមហូរទៅរហូតបងប្អូនរហូតដល់កន្លែងនេះនោះផ្ញើម៉ូតូពីព្រោះសម្រាប់ម៉ូតូគាត់អត់ឲ្យជិះឡើងមកខាងលើបានទេបើថារថយន្តអញ្ចឹងគាត់អាចឡើងមកខាងលើនេះបានបាទហើយនោះអាគារនំបញ្ចុកហ្មងកន្លែងលក់នំបញ្ចុកឆ្ងាញ់នំបញ្ចុកខ្មែរយើងទឹកខ្ជាយបងប្អូនតាណាស់ហើយធំទលាយ